នេះគ្រូលើក limit ឆ្នាំ2024ដែលធ្លាប់ចេញប្រឡងរួចហើយយកមកកំណែជូនអ្នកទាំងអស់គ្នាអញ្ចឹង limit A គេឲ្យ limit x ខិតទៅរក2នៃ x ការ៉េដល់4នៅលើ x បូក2លំហាត់នេះគឺជា limit ដែលមានរាងកំណត់អញ្ចឹងយើងគ្រាន់តែចំនួនលេខចូលទៅគឺបានហើយអញ្ចឹងយើងចំនួនទៅ x ខិតទៅរក2អញ្ចឹងយើងយកលេខ2ទៅចំនួនកន្លែងមាន x មកបាន2លើកជាការ៉េដល់4នៅលើ2បូក2អញ្ចឹង2ការ៉េបាន4នេះ4ដល់4សល់0ដល់ពេល2បូក2បាន4អញ្ចឹង0ចែកឲ្យ4បាន0អញ្ចឹង limit A របស់យើងគឺស្មើ0 limit B រៀងរបស់យើងវាកំណត់ដែរអញ្ចឹងមុននឹងគណនា limit នេះគ្រូចង់ note ឲ្យគ្នាយើងបន្តិចឧទាហរណ៍ថាគ្រូមានលិនស្វ័យកុនកាគឺស្មើជាមួយនឹងកាដល់ពេលលោកនៅពេលនៃឬមួយក៏លិនហ្នឹងគឺស្មើមួយនេះចាអាហ្នឹងគឺជាអ្វីដែលយើងត្រូវដឹងមុននឹងយើងគណនា limit B អញ្ចឹងយើងចាប់តាមចំនួនរបស់យើងមកព្រោះឲ្យ limit របស់យើង x ខិតទៅរកអញ្ចឹងយើងបានលោកនៅពេលនៃមកដុំទាំងអស់ហ្នឹងលើកជាការ៉េដកឲ្យ2គុណឲ្យលោកនៅពេលនៃបូក1អញ្ចឹងកន្លែងនេះលិនស្មើ1អញ្ចឹងចំនួនទៅបាន1លើកជាការ៉េបាន1ដល់ពេលអានេះលិនស្មើ1ដែរ1គុណឲ្យ2បាន2បូក1 1បូក1បាន2ដក2ស្មើ0អញ្ចឹង limit របស់យើង B ក៏ស្មើ0ដូចគ្នាដែរឥឡូវយើងមើល limit C x ខិតទៅរកបូកដកអណន្តសំដៅ x ខិតទៅរកបូកអណន្តនៃ 5x ដក 3x ការ៉េនៅលើ x ការ៉េបូក x បូក1អញ្ចឹងដើម្បីកណនា limit នេះយើងគ្រាន់តែចាប់ x ដែលមានស្វ័យគុណខ្ពស់ជាងគេជាកតាទៅគឺរួចរាល់ហើយអញ្ចឹង limit នេះទៅពេលយើងចំនួនទៅយើងឃើញថាវារៀងវាគឺអត់កំណត់ទេអណន្តនៅលើអណន្តអញ្ចឹងយើងចាប់ដើមចាប់ x ការ៉េជាកតាមកបាន limit x ខិតទៅរកបូកអណន្តនៃ x ការ៉េអានេះគ្រូចាប់ x ការ៉េបាន5នៅលើ x ព្រោះយើងចាប់ x ការ៉េយើងត្រូវចែកនឹង x ការ៉េដល់ពេល 5x ចែក x ការ៉េ x យើងសម្រួលគ្នាចោលមួយទៅនៅសល់5លើ x ដកឲ្យ3ឥឡូវគ្រូចាប់ x ការ៉េមក x ការ៉េគ្រូចាប់ x ការ៉េនៅសល់1ដល់ពេល x គ្រូចាប់ x ការ៉េនៅសល់1នៅលើ x បូកឲ្យ1នៅលើ x ការ៉េយើងចាប់ផ្ដើមសម្រួលនេះ x ការ៉េសម្រួលគ្នាអស់អញ្ចឹងនៅសល់ limit x ខិតទៅរកបូកអណន្តនៃឥឡូវយើងទុកតារាងបាន5នៅលើ x ដក3នៅលើ1បូកឲ្យ1នៅលើ x បូកឲ្យ1នៅលើ x ការ៉េកន្លែងនេះនៅពេលយើងចំនួនអណន្តចូលមួយចំនួននៅលើអណន្តស្មើ0អញ្ចឹងចំនួនទៅគ្រូបាន0ដក3នៅលើ1បូក0បូក0 0ដក3សល់ដក3 1បូក0បូក0ស្មើ0សុំតោះស្មើ1អញ្ចឹងឥឡូវយើងនឹងសល់ដក3អាក្រោមទៅសល់1ដក3ចែក1បានដក3អញ្ចឹង limit របស់យើងឃើញដក3ចំពោះ limit C ឥឡូវចូល limit D limit D រៀងរបស់យើងគឺអត់កំណត់ទេរៀង0លើ0ដោយសារតែពេលយើងចំនួន1ចូល1បូក3បាន4ចេញមកបាន2នេះ2ដក2 0ដល់ពេលរឹស1ចេញមកបាន1ដក1 0ដែរអញ្ចឹងយើងចាប់ផ្ដើមគុណកសោមឆ្លេះមកបាន limit x ខិតទៅរក1អញ្ចឹងកន្លែងនេះគ្រូចង់បញ្ជាក់ដែរដោយសារតែវាជាប្រភេទ radical ប៉ុណ្ណេះអញ្ចឹងយើងត្រូវគុណកសោមឆ្លេះដែលយើងពឹងផ្អែកទៅលើរូបមន្ត a ការ៉េដក b ការ៉េស្មើជាមួយនឹង a ដក b កតា a បូក b បើសិនជាករណីយើងមាន a ដក b យើងគុណកសោមឆ្លេះរបស់វាគឺ a បូក b អញ្ចឹងកន្លែងនេះគ្រូដាក់វាយកមកណាអញ្ចឹងបានឬ x បូក3លើកជាការ៉េដក2ការ៉េនៅលើឬ x លើកជាការ៉េដក1ការ៉េនេះកតាឲ្យ a ខាងលើវាមានឬ x បូក3ដក2អញ្ចឹងគ្រូត្រូវគុណកសោមឆ្លាស់របស់វាគឺឬ x បូក3បូក2ទៅពេលខាងក្រោមកន្លែងនេះគ្រូរៀនកាត់តិចដោយសារតែគ្រូគុណកសោមឆ្លាស់វាយកហ្មងណាអាខាងក្រោមគ្រូគុណឬ x បូក1តោះនេះអញ្ចឹងកន្លែងនេះគ្រូត្រូវគុណនៅលើវិញគឺឬ x បូក1វិញអញ្ចឹងនេះយើងចាប់ផ្ដើមគណនាវាបន្តិចមកអញ្ចឹងបាន limit x ខិតទៅរក1នេះអានេះចេញមកបាន
x បូក3នេះមកដុំប៉ុណ្ណេះមកដុំប៉ុណ្នេះគ្រូបញ្ចេញមកឬ x បូក3លើកជាការ៉េទៅបាន x បូក3 2លើកជាការ៉េបាន4អញ្ចឹងមកដុំប៉ុណ្្នឹងគឺស្មើជាមួយនឹង x ដក 1 អញ្ចឹងកន្លែងនេះគ្រូជំនួសវាគឺ x ដក1យកមកបាន x ដក1កតាឲ្យអានេះយើងទៅសេមកតារាគឺ x បូក 1ទៅពេលនេះបានឬ x លើកជាការ៉េបាន x ដក1កតាឲ្យឬ x បូក3បូក2កន្លែងនេះគ្រូកាត់តិចដោយសារក្តារខៀនយើងសល់ space តិចអញ្ចឹងយើងគណនាវាតទៀតមកបានអានេះយើងមាន x ដក1ដូចគ្នាអញ្ចឹងយើងសម្រួលបានអញ្ចឹង limit របស់យើង x ខិតទៅរក1យើងនៅសល់អាខាងលើនៅសល់ x បូក1អាខាងក្រោមនៅសល់ឬ x បូក3បូក2យើងចាប់ផ្ដើមចំនួនលេខចូលមករឹស1អានេះ x ខិតទៅរក1អញ្ចឹងយក1ចំនួនកន្លែងមាន x រឹស1ចេញមកបាន1បូក1ទៅពេលខាងក្រោមនេះ1បូក3បាន4ចេញពីការ៉េបាន2នេះបាន2បូក2អានេះបូកគ្នាទៅបាន2លើ4យើងសម្រួលទៅនៅសល់1លើ2